បងប្អូនប្រិមិត្តពេលនេះកម្ពុជាទប់ទល់នឹងការគំរាមកំហែងលែងបានតទៅទៀតនោះហើយនៅពេលនេះក្រសួងព័ត៌មានបានចេញសេចក្តីជូនដំណឹងដល់លោកអ្នកអង្គការលោកជំទាវលោកស្រីដែលជាម្ចាស់ស្ថានីយ៍ទូរទស្សន៍ទាំងអស់មេត្តាជ្រាបថាចាប់ពីវេលាម៉ោង 12 យប់ថ្ងៃទី12 ខែមិថុនាឆ្នាំ2025តទៅនេះសូមស្ថានីយ៍ទូរទស្សន៍ទាំងអស់នៅក្នុងកម្ពុជាបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃគ្រប់ប្រភេទនៅលើកញ្ចក់ទូរទស្សន៍របស់ខ្លួនអាស្រ័យដូចបានជម្រាបជូនខាងលើសូមលោកអ្នកអង្គការលោកជំទាវលោកស្រីដែលជាម្ចាស់ស្ថានីយ៍ទូរទស្សន៍ទាំងអស់នៅក្នុងកម្ពុជាចូលរួមអនុវត្តដោយស្មារតីទទួលខុសត្រូវថ្ងៃប្រហោះ200ខែចេឆ្នាំម្សាញ់ចត្វាស័កពុទ្ធសករាជ2569ធ្វើឡើងនៅរាជធានីភ្នំពេញត្រូវនៅថ្ងៃទី12ខែមិថុនាឆ្នាំ2025អស់លោកស្រីនាងកញ្ញាប្រិមិត្តទាំងអស់ក្រសួងព័ត៌មានបានចេញសេចក្តីជូនដំណឹងឲ្យបញ្ឈប់ការផ្សាយនៅយន្តថៃនេះគឺធ្វើឡើងបន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានធ្វើការបង្ហោះតាមเพจផ្លូវការរបស់សម្ដេចថាដោយកន្លងមកក្រុមជ្រុលនិយមថៃដោយមានការគ្រប់គ្រងពីពួកយោធាដែលនិយមសង្គ្រាមបានគំរាមកំហែងមកលើកម្ពុជាថានឹងកាត់ភ្លើងកាត់អ៊ីនធឺណិតកាត់ទៅបើកម្ពុជាមិនបានប្រើភ្លើងថៃផងកាត់អ៊ីនធឺណិតអីបើកម្ពុជាមានអ៊ីនធឺណិតគ្រប់គ្រាន់ប្រើប្រាស់រួចទៅហើយនោះសម្ដេចបានលើកឡើងទៀតថាខ្ញុំតែងបានអំពាវនាវកុំឲ្យបញ្ហារីករាលដាលពីបញ្ហាចំនួនយោធានៅតំបន់មួយរីករាលដាលដល់កន្លែងផ្សេងទៀតនិងកុំរីករាលដាលដល់វិស័យផ្សេងទៀតតែពេលនេះវាបានរីករួចស្រេចទៅហើយដូចជាការបិទព្រំដែនជាឯកតោភាគីបន្ថយចំនួនថ្ងៃស្នាក់នៅជាឯកតោភាគីនិងការគម្រាមកាត់ភ្លើងកាត់អ៊ីនធឺណិតការរីលួសបន្លាតាមច្រកព្រំដែនដោយធ្វើតាមទំនឹងចិត្តបើបានជាជ្រុលរបៀបនេះទៅហើយខ្ញុំសូមជូនយោបល់ទៅរាជរដ្ឋាភិបាលថាក្រៅពីបញ្ហាប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJកម្ពុជាគួរពិចារណាបញ្ឈប់ការផ្សាយខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជាទាំងអស់និងអាចឈានទៅការបញ្ឈប់ការនាំទំនិញថៃមកប្រើក្នុងកម្ពុជាផងដែរកម្ពុជាមិនគួរខ្លាចថៃបណ្ដេញពលករខ្មែរត្រឡប់មកប្រទេសវិញនោះទេព្រោះរឿងនេះយើងលំបាកថៃខ្លួនឯងក៏លំបាកដោយសារក្រុមហ៊ុនថៃខ្វះកម្លាំងពលកម្មដែលធ្វើឲ្យសេដ្ឋកិច្ចថៃរងផលប៉ះពាល់មួយផ្នែកផងដែររឿងនេះសុទ្ធតែជាការផ្ដល់មតិសម្រាប់ការពិចារណាតែរឿងគួរធ្វើភ្លាមនោះគឺបញ្ឈប់ការចាក់បញ្ចាំងខ្សែភាពយន្តថៃលើកញ្ចក់ទូរទស្សន៍កម្ពុជាបន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហោះសារបែបនេះក្រសួងព័ត៌មានមិនបង្អង់យូរនោះឡើយបានធ្វើសេចក្តីជូនដំណឹងជម្រាបជូនដល់អ្នកអង្គការលោកអង្គការនិងលោកជំទាវដែលជាម្ចាស់សហគ្រាសម្ចាស់ទូរទស្សន៍ទាំងអស់ឲ្យបញ្ឈប់ការផ្សាយរឿងខ្សែភាពយន្តថៃជាបន្ទាន់ចាប់ពីម៉ោង 12 យប់ថ្ងៃទី12 ខែមិថុនាឆ្នាំ2025នេះទៅមិនឲ្យមានទៀតនោះឡើយ